ឥឡូវមករៀនស្រៈចំនួន8នៅក្នុង diphthong ដែលស្រៈពីរហ្នឹងបូកបញ្ចូលគ្នាទៅចេញជាសំឡេងមួយតោះយើងចូលទៅមើលនៅក្នុងមេរៀនពេញទាំងអស់គ្នាដើម្បីច្បាស់ទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel គេងរៀន English នៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនមករៀនពីសំឡេង8យ៉ាងនៅក្នុង diphthongs មានន័យថាសំឡេង8ហ្នឹងគឺសំឡេង2បូកបញ្ចូលគ្នាទៅវាមានន័យថាផ្សំគ្នាទៅវាបានទៅជាស្រៈមួយសំឡេងមួយផ្សេងទៀតឥឡូវយើងមកមើលទាំងអស់គ្នាតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមស្រៈទី1សំឡេងទី1នេះគឺជាស្រៈបងប្អូនឃើញទេនេះអក្សរដូចអក្សរ I ផងដូចអក្សរ E បច្រាស់ផងនេះអាហ្នឹងគឺជាស្រៈដែលយើងសម្គាល់នៅក្នុង IPA យើងស្គាល់អាហ្នឹងឲ្យច្បាស់នៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនស្គាល់អាហ្នឹងឲ្យច្បាស់ថាគេហៅអាហ្នឹងគេហៅអីគេវាមានសំឡេងអីគេអញ្ចឹងអានេះគឺវាមានសំឡេង ear ear ស្រៈ ear ear អញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ bus ear beer beer near near here here fear fear and peer peer sound ear ear អាចចំណាំធ្វើតាមអនុវត្តតាមបានបងប្អូនអញ្ចឹងសំឡេងទី2សំឡេងទី2នេះគឺនេះសំឡេងទី2គឺសំឡេង I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  example as in the word sky sky my my why high and by សំឡេង I ឥឡូវចូលដល់សំឡេងទី3សំឡេងទី3នេះគឺសំឡេង air មិនមែនសំឡេង I ទេបងប្អូនគឺសំឡេង air 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 ចឹងសំឡេង air ឧទាហរណ៍ example as in the word like air air pear pear fair fair hair hair there there ចឹងសំឡេង air ឥឡូវមកមើលសំឡេងទី4សំឡេងទី4នេះគឺសំឡេង A សំឡេង A នេះគឺគេសរសេរបែបនេះហ្នឹងគឺជា IPA ជាស្រៈមួយដែលយើងចំណាំទៅបើថាយើងមើលនៅក្នុង dictionary អីគឺគេសរសេរស្រៈនឹងចេញមកគឺយើងអានត្រូវហ្មងយើងអានច្បាស់ហ្មងឲ្យតែយើងស្គាល់អញ្ចឹងអានេះគឺស្រៈ A A ឧទាហរណ៍នៅក្នុងពាក្យ stay stay lay lay pay pay day day អញ្ចឹង A sound ឥឡូវមកមើលសំឡេងទី5សំឡេងទី5នេះគឺសំឡេង oi 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 like អត្រីស័ព្ទនឹងយក oi oi ឧទាហរណ៍ as in the word like boy boy toy toy soy soy and koi koi អញ្ចឹងសំឡេង oi oi ឥឡូវមកមើលសំឡេងទី6សំឡេងទី6គឺសំឡេង ow សំឡេង ow សំឡេង ow នឹងវបងប្អូន ow 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 អញ្ចឹងមកមើលឧទាហរណ៍ example ឧទាហរណ៍ now now mouth mouth growl growl like foul foul ow sound អញ្ចឹងឥឡូវមកមើលសំឡេងទី7សំឡេងទី7នេះគឺសំឡេង o o សំឡេង o as in the word like boat boat coat coat so show show no no go row row អញ្ចឹងសំឡេង
O sound ឥឡូវមកមើលសំឡេងទី8សំឡេងចុងក្រោយគេគឺសំឡេង U U U នេះសំឡេង U គឺយើងសរសេរបែបនេះនេះសរសេរបែបនេះអញ្ចឹងសំឡេង U as in the word like tour tour poor poor អញ្ចឹងសំឡេង8នេះគឺត្រូវបានបញ្ចប់ហើយនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់ឲ្យបងប្អូនផ្ដោតចំណាំសម្គាល់ខ្លាំងជាងគេគឺនេះស្រៈនេះស្រៈទាំង8នេះឲ្យបងប្អូនរៀនសរសេររៀនចំណាំវាស្គាល់វាឲ្យហើយទៅហើយពិសេសនេះអាក្រហម first ក្រហមដែលខ្ញុំសរសេរហ្នឹងគឺជាចំណុចពិសេសដែលនៅក្នុងវីដេអូហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗវីដេអូថ្មីៗនៅថ្ងៃខាងមុខទៀតអរគុណច្រើនបងប្អូន